ថ្ងៃនេះខ្ញុំចង់ចែករំលែកពីបច្ចេកទេសដែលប្រើប្រាស់ក្នុងវិស័យសំណង់ជាភាសាចិនមួយចំនួនយើងរៀនមួយថ្ងៃតែ5ពាក្យទេហើយខ្ញុំនឹងចាប់ផ្ដើមពីការងារគ្រឿងអង្គមទៅមុនទាក់ទងទៅនឹងការងារ substructure តោះយើងចាប់ផ្ដើមអានទាំងអស់គ្នាកោចៅជួកកោចៅជួកជាភាសាអង់គ្លេសមានន័យថា structure work យើងប្រែជាភាសាខ្មែរគឺការងារគ្រឿងអង្គមពាក្យទី1ដែលយើងនឹងរៀនថ្ងៃនេះគឺជាជាជាភាសាអង់គ្លេសមានន័យថា construction ដែលយើងប្រើប្រាស់ជាភាសាខ្មែរគឺសំណង់នឹងឯងឬក៏យើងអាចប្រែថាការងារសាងសង់ក៏បានដែរពាក្យទី2គឺជាកោភាសាអង់គ្លេសមានន័យថា structure យើងប្រែជាភាសាខ្មែរគឺក្រុមអគារពាក្យទី3នោះគឺពាក្យជីចោភាសាអង់គ្លេសមានន័យថា footing យើងប្រែជាភាសាខ្មែរមានន័យថាជើងតែពាក្យទី4គឺយើងអាចប្រើបានពីរបៀបទី1នោះគឺទីជីឬក៏ម្យ៉ាងទៀតយើងអាចអានបានថាកិនជីជាភាសាអង់គ្លេសមានន័យថា foundation តែប្រែជាភាសាខ្មែរនោះគឺបានន័យថាគ្រឹះពាក្យទី5គឺសន្តិជីជាភាសាអង់គ្លេសបានន័យថា deep foundation ដែលយើងហៅថាគ្រឹះជម្រៅនេះហ្នឹងហើយវីដេអូខ្ញុំនេះមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរហើយនឹងយកអត្ថន័យពាក្យនីមួយៗទាំងអស់គ្នា Okay, see you in the next video. Thank you for watching.